bọnគ្នាបាទនេះជាសកម្មភាពបងប្អូនអ្នកភូមិបាទអ្នកភូមិអ្នកក្បែរវត្តហ្នឹងក៏មកលេងសប្បែងជាព្រៃមាននេះទាញព្រាត់បាទទាញព្រាត់មានក្មេងនិងចាស់ប្រុសស្រីហ្នឹងបាទឥឡូវចាញ់ហើយចាញ់មួយហើយចាញ់ BTTV ជាចំណែកដ៏ធំមួយក្នុងការចែករំលែកចំណេះដឹងយ៉ាងសម្បូរបែបជូនដល់ប្រជាជនខ្មែរបាទនេះសកម្មភាពបន្តទៀតបាទអញ្ចឹងបន្តពីចាញ់ទៅទៀតហើយបាទទៅទៀតហើយមានក្មេងចាស់ប្រុសស្រីទូចបាទនេះវគ្គនេះមានតែក្មេងហើយនឹងស្រីឥឡូវចាញ់ខាងនោះម្ដងហើយបាទម្នាក់មួយអញ្ចឹងមួយស្មើឥឡូវទៅទៀតហើយបាទនេះលេងចោលឈូងបាទអញ្ចឹងចោលឈូងដល់វគ្គខាងស្រីចាញ់បាទខាងស្រីគប់មកខាងប្រុសចាប់បានអញ្ចឹងត្រូវរាំបាទរាំភាសាឥឡូវអត់សូវមានអ្នកចេះច្រៀងទេបាទការរាំការច្រៀងបទឈូងអើយឈូងឥឡូវអត់សូវមានអ្នកចេះច្រៀងអញ្ចឹងទៅចាក់ភ្លេងជំនួយបាទចាក់ភ្លេងជំនួយទៅបាទនេះខាងអ៊ូខាងម៉ែខាងមេចាស់ប្រុសស្រីអញ្ចឹងទៅបាទគឺគាត់សប្បាយតែគាត់ថាយប់មិញអត់សូវមានមនុស្សច្រើនដោយសារយប់ចូលដំបងអត់សូវមានទេតែយប់នេះហើយនឹងយប់នេះមានមនុស្សច្រើនហើយបាទដោយសារយប់នេះមានគេដាក់ភ្លេងដាក់អកដងឬថាមានអកដងមានអីផងបាទឯកនេះអ៊ូចាញ់ម្ដងបាទម្នាក់ម្ដងអញ្ចឹងអ្នកណាចាញ់អ្នកនឹងរាំយកឈូងឲ្យគេវិញអញ្ចឹងទៅបាទគឺចាស់ទៅចាស់នាំលេងខ្លះបានលេងបានមានក្មេងលេងបាទអញ្ចឹងលេងអញ្ចឹងទៅមានក្មេងគាត់លេងចូលគ្នាខ្លះទៅក៏ជាការរំលឹកដល់ល្បែងប្រជាប្រិយខ្មែរនេះគេថាលេងចោលឈូងឬក៏បោះឈូងពីមុនបានសបោលេងតាមវត្តតាមអីឥឡូវម្នាក់ម្ដងអញ្ចឹងទៅបាទរួមច្រៀងទៅមកដោយសារតែការលេងមានតែប្រហែលអ្នកហ្នឹងទេចូលដំបូងមានតែ4គូបាទ4គូចឹងស្មើនឹង8នាក់បាទមានល្បែងខ្លះយប់មិញហ្នឹងមានដើមលឹកឈើមានអីដែរថាខ្ញុំម្ល៉េះតែធ្វើមេប្រយោគមេដាក់ឲ្យលឹកឈើគេដើមទៅអត់បានថតគ្រប់សកម្មភាពទេបានថតតែពេលទាញព្រាត់ខ្លះហើយនេះចោលឈូងរាំរែកពូគាត់អត់អៀនដែរដល់ពេលនាំលេងយូរទៅហើយគាត់ចេះរាំទៅលេងអៀនបាទរាំសប្បាយមួយក្មេងៗហ្នឹងទៅបាទគេមិនថាតតែចាស់លេងនាំលេងទៅក្មេងៗឃើញសប្បាយគាត់ចេះតែនាំគ្នាលេងតាមគ្នាអញ្ចឹងមានអ្នកលេងច្រើនបាទនេះគឺវត្តរបស់ចិត្តស្រុកកំណើតខ្ញុំនៅចិត្តបត់នៅបោះសាយកំពង់ស្ពឺនេះបាទជាការរាំលេងកំសាន្តក៏ការលេងឈូងដែរហើយម្ដងនេះគឺវគ្គរាំដដើមកៅអីបាទមានក្មេងមានមួយចតុងបាទចូលមករាំលេងកំសាន្តហ្នឹងបាទការដដើមកៅអីឥឡូវអស់ខ្លះហើយបាទនៅសល់ទៅជា5-6កៅអីឯងបាទការរាំការរែកហ្នឹងមានទាំងអ៊ូមានទាំងក្មេងចតុងមានទាំងគេថាយុវជនយុវនារីបាទអញ្ចឹងចូលមកគឺរាំលេងសប្បាយបាទអូបាទនេះយើងមានបិឆោតខ្លះចឹងក៏មិនតាន់ស្កប់ផងគាត់ឮស្ងាត់ភ្លេងអង្គុយទៅបាទនេះក៏ឆ្នាំមួយរយៈក្រោយដែលអត់សូវមានច្រើនវត្តនេះវត្តមុនឥឡូវសល់តែ2នាក់ទេបាទជើងខ្លាំងយកលេខ1លេខ2ចាំមើលបងប្អូនចាំមើលបាទចាំមើលខាងណាឈ្នះចាញ់ចាញ់បាត់ហើយបាទចាញ់ខាងស្រីហើយបាទអញ្ចឹងយើងខាងប្រុសនេះងាយយកឈ្នះខាងស្រីបានទេយើងចាញ់តាំងពីចំនួនភ្នំប្រុសភ្នំស្រីមកដល់ឥឡូវក៏នៅចាញ់គេឡើយតាមវីដេអូលើ Facebook អីនៅតែចាញ់ខាងស្រីដល់នេះក្មេងៗក៏ឃើញទៅលេងលាក់សែងបាទលាក់សែងឆ្មាខំកែងអូឡងហ្នឹងបាទឥឡូវមានចាស់ជានាំលេងក្មេងៗទូចចាលេងរត់អាហ្នឹងលេងក៏ការរត់លេងសប្បាយដែរបាទការលេងកំសាន្តនៅតាមវត្តតាមវាហើយឥឡូវនេះមិនសូវមានអ្នកលេងប្រហែលទេយើងនិយាយជាក់ស្ដែងបាទតើមានអ្នករៀបចំបាទមានអ្នករៀបចំមានអ្នកប្រកបប្រកាសពីក្បាលល្ងាចមកមានតែថាឥឡូវមិនសូវមានទេនិយាយត្រង់ទៅច្រើនតែជួបជុំគ្នាផឹកស៊ីនៅតាមវត្តតាមផ្ទះបាទនៅតាមវត្តហ្នឹងអត់សូវមានតែមានកម្មវិធីមានគីឡូមានអកម្ដងអកកេះអីទៅគីឡូមានអ្នកមកលេងមករាំរែកអីខ្លះបាទតែបើកម្មវិធីធម្មតាអីចូលរោងចាអត់សូវមានទេមកមួយបាទអ្នកណាអត់សូវជួបជុំបងប្អូនហ្នឹងគាត់ចេះតែមកលេងមើលគេមើលឯងហ្នឹងឲ្យវាស្ងាត់ដេកពីក្បាលប្រឡប់ពេកបាទនេះគឺសកម្មភាពចុងក្រោយនេះគឺក្មេងលេងលាក់កសែងដែរហ្នឹងបាទហើយមួយទៀតចុងក្រោយគឺរាំលេងកំសាន្តតែដល់ពេលរាំទៅអត់បានថតដោយសារភ្លៀងផងបាទមានចាស់មានក្មេងពេលហ្នឹងខ្ញុំចូលរាំដែរបាទចូលរាំគេដែរទៅមកសប្បាយបានបត់ដែរភ្លៀងដេញរត់ចែកជើងគ្នាទៅផ្ទះអត់ទៅបាទអញ្ចឹងយប់នេះអាចនឹងមានមនុស្សច្រើនដោយសារឮថាមានអកកេះអកដងអញ្ចឹងបងប្អូនអ្នកនៅចិត្តវត្តអង្គដែរនេះចូលរួមលេង